ចាជំរាបសួរនាងខ្ញុំឈ្មោះជ័យរៀបភិរមជាមន្ត្រីនៃមជ្ឈមណ្ឌលអភិវឌ្ឍជនបទកម្ពុជាកូរ៉េថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីមេរៀនមួយស្ដីអំពីការកែច្នៃអាហារនិងអាហារូបត្ថម្ភមាតិកានៃមេរៀននេះមានទី1សេចក្តីផ្ដើមទី2គោលបំណងទី3និយមន័យនិងក្រុមអាហារូបត្ថម្ភទី4ការកែច្នៃអាហារសម្រាប់ក្មេងទៅតាមដំណាក់កាលនីមួយៗ 4.1 គឺអាហារសម្រាប់ទារកនៅដំណាក់កាលដំបូង 4.2 អាហារសម្រាប់ក្មេងនៅដំណាក់កាលកណ្ដាល 4.3 អាហារសម្រាប់ក្មេងនៅដំណាក់កាលចុងក្រោយ និង 4.4 អាហារសម្រាប់ក្មេងនៅដំណាក់កាលបញ្ចប់ ទី1សេចក្តីផ្ដើម យើងដឹងហើយថាអាហារមានសារៈសំខាន់ណាស់ចំពោះសុខភាពការលូតលាស់និងការអភិវឌ្ឍហើយវាមានទំនាក់ទំនងទៅនឹងប្រព័ន្ធភាពស៊ាំការផ្ដោតអារម្មណ៍និងការកាត់បន្ថយនៅហានិភ័យនៃជំងឺផ្សេងៗទី2គោលបំណងនៃមេរៀនសិក្ខាកាមនិងអាចទី1ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភទី2លើកកម្ពស់សុខភាពអាហារូបត្ថម្ភដល់ទារកកុមារទៅតាមដំណាក់កាលនីមួយៗ 3. និយមន័យនិងក្រុមអាហារូបត្ថម្ភកនិយមន័យអាហារូបត្ថម្ភគឺជាដំណើរការនៃការទទួលបាននៅសារធាតុចិញ្ចឹមតាមរយៈរបបអាហារដែលល្អសម្រាប់សុខភាពនិងមានតុល្យភាពនៅពេលដែលយើងទទួលបាននៅអាហារូបត្ថម្ភល្អៗដូចជាការបរិភោគពីបន្លែត្រីសាច់គ្រាប់ធញ្ញជាតិផ្លែឈើផ្សេងៗដែលសមស្របទៅនឹងតុល្យភាពនៃរាងកាយរបស់យើងនោះរាងកាយរបស់យើងនឹងទទួលបាននៅសុខភាពល្អនិងទទួលបានការរីកចម្រើននិងលូតលាស់បានល្អតែយើងត្រូវចំណាំថារាល់អាហារដែលយើងហូបជាប្រចាំតែมันបានផ្ដល់នៅសុខភាពល្អនិងផ្ដល់ជាផលប្រយោជន៍ដល់សុខភាពរបស់យើងនោះវាពុំមែនជាអាហារូបត្ថម្ភនោះទេឧទាហរណ៍ដូចជាការពិសាស្រាបារីការពិសាអាហារដែលមានការបំពងច្រើនប្រើខ្លាញ់ហឹរជូរឬក៏ផ្អែមខ្លាំងពេកនោះវាពុំមែនជាអាហារូបត្ថម្ភនោះឡើយខក្រុមអាហារូបត្ថម្ភអាហារូបត្ថម្ភត្រូវបានចែកចេញជា3ក្រុមសំខាន់ទី1គឺអាហារការពារអាហារសាងសង់និងអាហារថាមពលនៅក្នុងនោះអាហារថាមពលគឺជាអាហារដែលសម្បូរទៅដោយជាតិកាបូនីដ្រាតដែលមាននៅក្នុងអង្ករគុយទាវដំឡូងគ្រប់ប្រភេទពោតនំប៉័ងទឹកអំពៅជាដើមនិងមាននៅក្នុងអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ដូចជាខ្ទិះដូងប្រេងឆានិងខ្លាញ់សត្វជាដើមទី2អាហារសាងសង់អាហារសាងសង់គឺជាអាហារដែលមានប្រភពមកពីសាច់សត្វជាតិប្រូតេអ៊ីនដែលរាងកាយត្រូវការយកទៅប្រើប្រាស់ដើម្បីលូតលាស់ការទ្រទ្រង់រក្សានិងជួសជុលកោសិការបស់រាងកាយអាហារក្រុមនេះគឺមាននៅក្នុងទឹកដោះម្ដាយសាច់សត្វត្រីតៅហ៊ូទឹកដោះគោឆៅស៊ុតក្តាមកំពឹសជាដើមទី3អាហារការពារអាហារការពារគឺជាអាហារដែលសម្បូរទៅដោយពពួកជីវជាតិនិងរ៉ែខនិចសំខាន់ជាច្រើនដែលធ្វើការរួមគ្នាជាមួយនឹងអាហារសាងសង់និងក្រុមអាហារថាមពលក្រុមអាហារនេះមាននៅក្នុងទឹកដោះម្ដាយល្ពៅត្រកួនល្ហុងការ៉ុតស្វាយបន្លែស្លឹកជាច្រើនមុខទៀត4ការកែច្នៃអាហារសម្រាប់ក្មេងទៅតាមដំណាក់កាលនីមួយៗតើអាហារសម្រាប់ទារកគឺជាអ្វីអាហារសម្រាប់ទារកគឺជាអាហារដែលផ្ដល់ដល់ទារកក្នុងអំឡុងពេលវឹកហាត់ឲ្យទារកមានភាពស៊ាំជាមួយនឹងអាហាររឹងដែលមនុស្សចាស់ទទួលទានអាហារបន្ថែមរួមបញ្ចូលទាំងអាហាររាវអាហាររឹងបន្តិចអាចពាក់កណ្ដាលរឹងនិងរាវនិងជាអាហាររឹងជាដើមគោលបំណងនៃការផ្ដល់អាហារបន្ថែមគឺដើម្បីបង្កើតទម្លាប់បរិភោគអាហារប្រកបដោយសុខភាពល្អរក្សាបាននៅអាហារូបត្ថម្ភល្អនិងដើម្បីឲ្យទារកលូតលាស់បានត្រឹមត្រូវ 4.1 អាហារសម្រាប់ទារកដំណាក់កាលដំបូង
ការផ្ដល់អាហារសម្រាប់ទារកនៅដំណាក់កាលដំបូងគឺគេផ្ដើមឡើងនៅពេលដែលទារកមានអាយុ6 ខែនៅប្រទេសកម្ពុជាប្រសិនបើយើងធ្វើការផ្ដល់នៅអាហារដល់ទារកលឿនពេកនោះទារកអាចនឹងឆ្លាក់និងមានបញ្ហាដល់ការរំលាយអាហារនិងធ្វើឲ្យទារកមានការរលាកកាពះជាដើមជាពិសេសនឹងធ្វើឲ្យទារកមិនអាចទទួលបាននៅសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្ដាយប្រសិនបើការផ្ដល់មានរយៈពេលយឺតពេកនោះទារកនឹងអាចមានបញ្ហាកង្វះអាហារូបត្ថម្ភមានលក្ខណៈលេខស្លាំងនិងខ្វះជាតិដែកជាដើមដំណាក់កាលដំបូងនៃការផ្ដល់អាហារដល់ទារកនេះគឺគេធ្វើឡើងនៅពេលដែលទារកចាប់ផ្ដើមអាយុ6 ខែនិងដល់7 ខែការធ្វើអាហារសម្រាប់ទារកគឺយើងត្រូវធ្វើការកិននិងចម្អិនក្នុងទម្រង់អាហារជាបបររាវយើងត្រូវចំណាំថាអាហារសម្រាប់ទារកដែលយើងត្រូវធ្វើដំបូងគឺយើងត្រូវប្រើជាអង្ករសុទ្ធដើម្បីទម្លាប់ទារកឲ្យស្គាល់រសជាតិពីសាបទៅមុនដូចជាយើងអាចធ្វើឲ្យទារកហ្នឹងទទួលបាននៅបបរនេះរយៈពេល3 ទៅ 5 ថ្ងៃសិនទើបយើងចាប់ផ្ដើមធ្វើការលាយអាហាររបស់ទារកហ្នឹងជាមួយនឹងបន្លែក៏ដូចជាសាច់ផ្សេងគ្នាដែលដូរមុខឆ្លាស់គ្នាម្ដងមួយមុខគឺដើម្បីយើងធ្វើការតាមដានសុខភាពរបស់ទារកថាតើគាត់អាចនឹងមានការអាឡែហ្ស៊ីជាមួយនឹងបន្លែផ្លែឈើឬក៏ត្រីសាច់ណាខ្លះកាលវិភាគនៃការទទួលទានអាហារគឺត្រូវផ្ដល់ឲ្យគាត់មួយថ្ងៃ2 ពេលគឺពេលព្រឹកនិងពេលល្ងាចបរិមាណគឺប្រហែលជា2 ទៅ 3 ស្លាបព្រាបាយចំណែកការបំបៅដោះកូនគឺយើងត្រូវដំណើរការយ៉ាងហោចណាស់ក៏8 ដងក្នុងមួយថ្ងៃសម្រាប់ពេលវេលានៃការផ្ដល់អាហារនិងការបំបៅដោះកូនគឺយើងអាចធ្វើឡើងនៅចន្លោះ3 ម៉ោងម្ដង 4.2 អាហារសម្រាប់ក្មេងដំណាក់កាលកណ្ដាលការផ្ដល់អាហារសម្រាប់ក្មេងនៅដំណាក់កាលកណ្ដាលគឺយើងធ្វើឡើងនៅពេលដែលក្មេងមានអាយុ8 ទៅ 9 ខែយើងត្រូវផ្ដល់អាហារដល់គាត់នៅប្រភេទអាហារពាក់កណ្ដាលរឹងទម្រង់ជាបបរដែលទន់អញ្ចឹងរបៀបនៃការធ្វើបបរគឺយើងត្រូវចិញ្ច្រាំឲ្យបានច្រើននិងខ្ទេចដើម្បីចម្អិនដែលលក្ខណៈនៃបបរហ្នឹងគឺមានរបាយរាងខាប់ជាងបបរសម្រាប់ក្មេងនៅពេលដែលគាត់មានអាយុ6 ទៅ 7 ខែចំណែកឯកាលវិភាគនៃការទទួលទានអាហារគឺយើងត្រូវធ្វើឡើងដោយការផ្ដល់អាហារឲ្យគាត់ក្នុងមួយថ្ងៃ3 ពេលគឺពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចចំណែកឯបរិមាណនៃការផ្ដល់អាហារឲ្យគាត់គឺកន្លះចានចង្កឹះចំណែកការបំបៅដោះគឺយើងអាចនឹងធ្វើឡើងយ៉ាងតិចគឺ8 ដងក្នុងមួយថ្ងៃចំណែកចន្លោះនៃការផ្ដល់អាហារនិងការបំបៅឲ្យកូនគឺនៅចន្លោះ3 ម៉ោងម្ដង 4.3 អាហារសម្រាប់ក្មេងដំណាក់កាលចុងក្រោយការផ្ដល់អាហារសម្រាប់ក្មេងនៅដំណាក់កាលចុងក្រោយគឺយើងធ្វើជាទម្រង់របបអាហារដែលទន់ដំណាក់កាលចុងក្រោយនេះគឺយើងធ្វើឡើងនៅពេលដែលក្មេងមានអាយុ10 ខែទៅ 11 ខែការចម្អិនគឺយើងត្រូវហាន់ស្ដើងនិងចម្អិនជាបបរខាប់ការវិភាគនៃការទទួលទានអាហារគឺមួយថ្ងៃត្រូវផ្ដល់ឲ្យគាត់ចំនួន3 ដងគឺពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចបរិមាណគឺការចានចង្កឹះអាហារក្រៅត្រូវផ្ដល់ឲ្យគាត់ចំនួន1 ពេលការបំបៅដោះគឺមួយថ្ងៃយ៉ាងតិច6 ដងចំណែកពេលវេលានៃការផ្ដល់អាហារនិងការបំបៅដោះកូនគឺនៅចន្លោះអាច3 ទៅ 4 ម៉ោងម្ដង 4.4 អាហារសម្រាប់ក្មេងដំណាក់កាលបញ្ចប់អាហារសម្រាប់ក្មេងដំណាក់កាលបញ្ចប់គឺយើងត្រូវផ្ដល់ឲ្យគាត់ស្រដៀងជាមួយនឹងអាហារមនុស្សចាស់ដែរក៏ប៉ុន្តែវាត្រូវមានសភាពជ្រាយជាងអាហាររបស់មនុស្សចាស់បន្តិចអាហារដំណាក់កាលបញ្ចប់នេះគឺធ្វើឡើងនៅពេលដែលកុមារមានអាយុ12 ទៅ 24 ខែការចម្អិនគឺយើងត្រូវហាន់និងចម្អិនដែលមានរបាយដូចនឹងបាយដែលមនុស្សចាស់ទទួលទានសម្រាប់ការវិភាគនៃការទទួលទានអាហារគឺផ្ដល់អាហារមួយថ្ងៃ3 ពេលគឺពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចបរិមាណគឺ1 ចានចង្កឹះអាហារក្រៅត្រូវផ្ដល់ឲ្យគាត់ចំនួន2 ពេលការបំបៅដោះ
យើងត្រូវធ្វើឡើងយ៉ាងតិច3 ដងក្នុងមួយថ្ងៃពេលវេលានៃការផ្ដល់អាហារនិងការបំបៅដោះកូនយើងអាចធ្វើឡើងនៅចន្លោះ6 ម៉ោងម្ដងចំណាំក្បួននៃការធ្វើរបបអាហារគ្រប់គ្រឿងសម្រាប់បំបត្តិ stress និងជួយឲ្យកុមារមានសុខភាពល្អរូបមន្តគឺអាចប្រើជាអង្ករឬក៏យើងអាចប្រើជាត្រាវដំឡូងជំនួសអង្ករក៏បានចំនួន2 ស្លាបព្រាបូកជាមួយនឹងប្រភេទត្រីសាច់ក៏ដូចជាប្រភេទសណ្ដែកចំនួន1 ស្លាបព្រាបន្ថែមជាមួយនឹងប្រភេទបន្លែអាចជាបន្លែស្លឹកបន្លែមើមល្ពៅមានការ៉ុតអីហ្នឹងជាដើមនេះគឺជាទម្រង់នៃការធ្វើបបរសម្រាប់ក្មេងកន្លះចានចង្កឹះក្នុងនោះគឺយើងអាចធ្វើការបន្ថែមជាមួយនឹងប្រេងអូលីវក៏ដូចជាម្សៅត្រីល្អិតទៀតក៏បានសម្រាប់ការធ្វើអាហារក៏ដូចជាបបរខាប់សម្រាប់ទារកគឺយើងមិនអាចត្រូវចោលជាដាច់ខាតនៅអាហារទាំង3ក្រុមគឺត្រូវតែមានអាហារថាមពលដែលមានជាប្រភេទប្រេងឆានំប៉័ងប្រភេទដំឡូងត្រាវអង្ករឬក៏ជាទឹកឃ្មុំជាដើមត្រីសាច់ស្ករដើម្បីបន្ថែមឲ្យគាត់ជាអាហារថាមពលនិងពិសេសបន្ថែមទៀតមានអាហារសាងសង់ដែលយើងក៏មិនអាចត្រូវបោះបង់ដែរគឺមានដូចជាស៊ុតសាច់ចានិងប្រភេទសណ្ដែកតៅហ៊ូជាដើមទី3គឺប្រភេទអាហារការពារក៏យើងមិនអាចបោះបង់ដែរក្នុងអាហារមួយចានហ្នឹងគឺយើងត្រូវតែមានប្រភពអាហារថាមពលអាហារសាងសង់និងអាហារការពារឲ្យគ្រប់ចំនួនជាពិសេសការធ្វើបបរនេះយើងត្រូវតែស្កាត់សម្គាល់និងចំណាំឲ្យបានច្បាស់និងជ្រើសរើសប្រភេទអាហារបន្លែផ្លែឈើសាច់ដែលសម្បូរទៅដោយជីវជាតិដែកដូចជាផ្លូវមាន់ថ្លើមសាច់ជ្រូកសាច់គោក៏ដូចជាលៀសបង្គាជាពិសេសប្រភេទប្រូកូលីគ្រាប់សណ្ដែកដំឡូងបារាំងស្ពៃខៀវជាដើមដើម្បីឲ្យអាហាររបស់គាត់មានគ្រប់ជីវជាតិនេះគឺជាអាហារខ្លះដើម្បីជាមេនុយក្នុងការរៀបចំអាហារដល់ទារកនេះជាមេនុយកូន6 ខែគេអាចប្រើជាប្រភេទល្ពៅបង្គាហើយនិងអង្ករយើងអាចយកវាទៅបបរហើយយើងកិនឲ្យល្អិតសម្រាប់អាហារដំណាក់កាលទី1នេះគឺត្រូវកិនឲ្យគាត់ម៉ត់និងមានសភាពរាវហើយទី2នេះគឺជាមេនុយកូន7 ខែអញ្ចឹងយើងអាចប្រើជាអង្ករសាច់ហើយនិងគ្រាប់ឈូកអីក៏បានយើងត្រូវចំណាំថាអាហារដែលយើងធ្វើឲ្យកូនក្នុងរយៈពេល6 7 ខែដំបូងយើងមិនត្រូវលាយជាមួយនឹងបន្លែត្រីសាច់ច្រើនមុខពេកទេក្នុងអាហារនេះគឺយើងអាចថែមតែបន្លែមួយមុខជាមួយអង្ករហើយនិងសាច់គឺយើងកុំថែមឲ្យលើសច្រើនពេកព្រោះអាចការពារកុំឲ្យទារកគាត់ពិបាកទទួលទានហើយនឹងគាត់មានបញ្ហាសុខភាពផ្សេងៗជាចុងក្រោយនេះគឺជាមេនុយមួយទៀតតាក់ទងទៅនឹងការធ្វើចាអាហារខាប់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំនិងត្រកួនយើងអាចមានជាគ្រឿងផ្សំដូចជាអង្ករមានទឹក3 ចានមានត្រកួនចិញ្ច្រាំ2 ស្លាបព្រាបាយប្រេងឆានិងសាច់ជ្រូកចិញ្ច្រាំ1 ស្លាបព្រាបាយរបៀបចម្អិនគឺយើងត្រូវដាំអង្ករឲ្យរីកខាប់រួចដាក់សាច់ជ្រូកចិញ្ច្រាំចូលរំងាស់1 សន្ទុះរួចដាក់ត្រកួននិងប្រេងឆាចូលយើងធ្វើបែបនេះដើម្បីឲ្យអាហាររបស់យើងបានឆ្អិនល្អហើយនឹងយើងអាចឲ្យទារកងាយស្រួលទទួលទានចាសូមអរគុណបទបង្ហាញរបស់នាងខ្ញុំពេលនេះមានតែប៉ុណ្ណេះបើសិនជាមានចម្ងល់ឬមានបញ្ហាអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនិងអ៊ីមែលខាងក្រោមចាសូមអរគុណ